ព្រៃ Amazon គឺជាព្រៃត្រូពិចដ៏ធំបំផុតនៅលើពិភពលោកដែលលាតសន្ធឹងលើប្រទេសជាច្រើនក្នុងទ្វីបអាមេរិកខាងត្បូងនៅទីនោះមានសត្វនិងរុក្ខជាតិរាប់លានប្រភេទរស់នៅជាមួយគ្នាប៉ុន្តែក្នុងចំណោមសត្វទាំងនោះមានសត្វមួយចំនួនដែលអាចបង្កគ្រោះថ្នាក់ដល់មនុស្សប្រសិនបើយើងមិនប្រុងប្រយ័ត្នថ្ងៃនេះយើងនឹងមកស្គាល់សត្វគ្រោះថ្នាក់ទាំង10ដែលរស់នៅក្នុងព្រៃ Amazon លេខរៀងទី10 Bullet Ant Bullet Ant មានប្រវែងត្រឹមតែ2ទៅ3សង់ទីម៉ែត្រតែប៉ុណ្ណោះប៉ុន្តែវាត្រូវបានគេទទួលស្គាល់ថាជាស្រមោចដែលមានការខាំឈឺចាប់បំផុតមួយនៅលើពិភពលោក Bullet Ant មិនប្រមាញ់សត្វធំៗទេវាធ្វើការជាក្រុមដើរស្វែងរកសត្វល្អិតដង្កូវនិងចំណីតូចៗនៅលើដីព្រៃនៅពេលរកឃើញចំណីវានឹងប្រើថ្គាមដ៏រឹងមាំខាំនិងតិចពឹសដើម្បីឲ្យចំណីអស់កម្លាំងមុននឹងដឹកត្រឡប់ទៅសម្បុកលេខរៀងទី9 Brazilian Wandering Spider ឬពងពាងវិញវែងប្រេស៊ីល Brazilian Wandering Spider គឺជាពងពាងដែលមិនត្បាញសំណាញ់រងចាំចំណីដោយពងពាងភាគច្រើនទេនៅពេលយប់វានឹងស្វែងរកចំណីយ៉ាងស្ងៀមស្ងាត់នៅលើដីព្រៃនៅពេលជួបប្រទះសត្វល្អិតកង្កែបឬជីងចក់តូចៗវានឹងលូតវាយប្រហារយ៉ាងលឿនបញ្ចេញពឹសដើម្បីធ្វើឲ្យចំណីមិនអាចរត់គេចបានបន្ទាប់មកវាបញ្ចេញទឹករំលាយសាច់ចូលទៅក្នុងខ្លួនចំណីហើយស្រូបយកជាតិអាហារដែលរលាយរួចពឹសរបស់វាអាចបង្កឲ្យមានការឈឺចាប់ខ្លាំងហើយត្រូវការការព្យាបាលភ្លាមៗប្រសិនបើមនុស្សត្រូវបានខាំលេខរៀងទី8 Poison Dart Frog ឬកង្កែបពឹសថ្មីបើមានរាងតូចនិងពណ៌ស្រស់ស្អាតក៏ដោយ Poison Dart Frog គឺជាសត្វដែលមានអ្នកប្រមាញ់ភាគច្រើនជៀសវាងពណ៌លឿងខៀវឬក្រហមរបស់វាគឺជាសញ្ញាព្រមានថាវាមានសារធាតុពុលនៅលើស្បែកវាចាប់ស្រមោចសត្វល្អិតនិងដង្កូវដោយប្រើអណ្ដាតដែលវែងនិងលឿនខ្លាំងអ្វីដែលគួរឲ្យចាប់អារម្មណ៍ពឹសរបស់វាមិនមែនប្រើសម្រាប់ចាប់ចំណីទេប៉ុន្តែគឺសម្រាប់ការពារខ្លួនពីសត្វប្រមាញ់ដូច្នេះសត្វធំៗភាគច្រើនមិនហ៊ានស៊ីវាទេលេខរៀងទី7ត្រីពីរញ្ញាត្រីពីរញ្ញាគឺជាត្រីទឹកសាបដ៏ល្បីមួយនៅក្នុងទន្លេ Amazon វាមានធ្មេញស្រួចមុតដោយកាំបិតនិងថ្គាមដ៏រឹងមាំដែលអាចខាំបានយ៉ាងលឿនភាពយន្តជាច្រើនបានបង្ហាញថាពីរញ្ញាគឺជាសត្វស៊ីមនុស្សដ៏សាហាវប៉ុន្តែការពិតវាគឺកម្រវាយប្រហារមនុស្សណាស់ហើយភាគច្រើនកើតឡើងនៅពេលដែលវាមានអារម្មណ៍ថាត្រូវបានគំរាមកំហែងឬខ្វះអាហារពីរញ្ញាភាគច្រើនគឺប្រមាញ់ជាក្រុមនៅពេលរកឃើញត្រីរងរបួសឬសត្វដែលខ្សោយវានឹងប្រើក្លិនឈាមនិងការរំញ័រក្នុងទឹកដើម្បីកំណត់ទីតាំងបន្ទាប់មកវានឹងចូលទៅខាំយកសាច់ជាបំណែកតូចៗយ៉ាងលឿនក្រៅពីការប្រមាញ់វាក៏ស៊ីសាកសពសត្វនិងជួយសម្អាតប្រព័ន្ធអេកូឡូស៊ីក្នុងទន្លេផងដែរលេខរៀងទី6 Electric Eel ឬអន្ទង់អគ្គិសនីអន្ទង់អគ្គិសនីគឺជាសត្វទឹកមួយប្រភេទដែលមានសមត្ថភាពបញ្ចេញចរន្តអគ្គិសនីខ្លាំងដើម្បីការពារខ្លួននិងការចាប់ចំណីចរន្តដែលវាបញ្ចេញអាចមានកម្លាំងរហូតដល់600 វ៉ុលដែលគ្រប់គ្រាន់សម្រាប់ធ្វើឲ្យសត្វតូចៗសន្លប់វាចូលចិត្តរស់នៅក្នុងទឹកដែលស្ងប់និងមានទឹកល្អក់នៅពេលត្រីឬសត្វតូចៗហែលមកជិតវានឹងបញ្ចេញចរន្តអគ្គិសនីភ្លាមៗដើម្បីធ្វើឲ្យចំណីបាត់បង់ការគ្រប់គ្រងសាច់ដុំហើយមិនអាចរត់គេចបានបន្ទាប់មកវានឹងលេបចំណីទាំងមូលប្រសិនបើមនុស្សត្រូវចរន្តខ្លាំងនៅក្នុងទឹកអាចបាត់បង់សមត្ថភាពហែលទឹកហើយប្រឈមនឹងការលង់ទឹកលេខរៀងទី5 Black Caiman ឬក្រពើខ្មៅ Black Caiman គឺជាក្រពើធំបំផុតមួយនៅក្នុងព្រៃ Amazon វាអាចមានប្រវែងលើសពី5ម៉ែត្រនិងមានថ្គាមដ៏រឹងមាំដែលអាចខាំចំណីបានយ៉ាងមានប្រសិទ្ធភាពដោយសារកម្លាំងនិងទំហំរបស់វាត្រូវបានចាត់ទុកថាជាសត្វប្រមាញ់កំពូលមួយនៅក្នុងទន្លេ Amazon Black Caiman គឺជាអ្នកប្រមាញ់ដែលមានភាពអត់ធ្មត់ខ្លាំងវាលាក់ខ្លួនក្រោមទឹកដោយបង្ហាញតែកែវភ្នែកនិងរន្ធច្រមុះនៅលើផ្ទៃទឹកនៅពេលត្រីបក្សីឬថនិកសត្វចូលមកផឹកទឹកវានឹងលោតចេញយ៉ាងលឿនខាំចំណីយ៉ាងរឹងមាំហើយទាញចូលនៅក្នុងទឹកបន្ទាប់មកវារងចាំឲ្យចំណីអស់កម្លាំងវានឹងខាំត្របាក់លេបជាបន្តបន្ទាប់
ទោះបីការវាយប្រហារលើមនុស្សមិនកើតមានឡើងញឹកញាប់ក៏ដោយក៏ការជួបវានៅក្នុងព្រៃគួរតែមានការប្រុងប្រយ័ត្នខ្ពស់លេខរៀងទី4 Bushmaster Snake Bushmaster Snake គឺជាពស់ពឹសដែលវែងនិងធំមួយនៅក្នុងទ្វីបអាមេរិកវាអាចមានប្រវែងលើសពី3ម៉ែត្រហើយរស់នៅក្នុងព្រៃក្រាស់ដែលមានសំណើមខ្ពស់ដោយសារតែមានពណ៌ស្រដៀងនឹងស្លឹកឈើជ្រុះនិងដីព្រៃវាពិបាកឲ្យមនុស្សនិងសត្វផ្សេងៗសង្កេតឃើញណាស់ Bushmaster វាមិនមែនជាពស់ដែលដេញតាមចំណីទេវាជាអ្នកប្រមាញ់បែបស្ទាក់ចាំវានឹងលាក់ខ្លួនដោយមិនកម្រើកហើយអាចរងចាំបានរាប់ម៉ោងឬដល់ថ្ងៃរហូតដល់ឃើញសត្វកណ្ដុរបក្សីឬថនិកសត្វតូចៗដើរចូលមុខជិតក្នុងមួយប្រព្រឹត្តភ្នែកវានឹងខាំបញ្ចេញពឹសយ៉ាងលឿនហើយដោះលែងចំណីបន្ទាប់ពីពឹសចាប់ផ្ដើមមានប្រសិទ្ធភាពវានឹងតាមក្លិនរហូតរកឃើញចំណីហើយលេបវាទាំងមូលពឹសរបស់វាអាចបំផ្លាញជាលិកានិងប៉ះពាល់ដល់ប្រព័ន្ធឈាមដូច្នេះការខាំរបស់វាត្រូវការការព្យាបាលជាបន្ទាន់លេខរៀងទី3 Jaguar គឺជាឆ្មាព្រៃដ៏ធំបំផុតនៅទ្វីបអាមេរិកនិងជាស្ដេចនៃព្រៃអាម៉ាហ្សូនវាអាចមានទម្ងន់លើសពី100គីឡូក្រាមនិងមានកម្លាំងខាំខ្លាំងជាងសត្វឆ្មាព្រៃធំៗជាច្រើនវាអាចខាំបំបែកសម្បកអណ្ដើកឬលលាក្បាលសត្វជាចំណីបានដែលមានសមត្ថភាពកម្រក្នុងចំណោមសត្វឆ្មាJaguar គឺជាអ្នកប្រមាញ់ដែលមានភាពអត់ធ្មត់និងស្ងៀមស្ងាត់វាដើរលាក់ខ្លួនក្នុងស្មៅឬក្រោមម្លប់ដើមឈើរហូតដល់ជិតចូលដល់ចំណីបន្ទាប់មកវានឹងលោតវាយប្រហារភ្លាមហើយប្រើថ្គាមដ៏មានអានុភាពខាំត្រង់ក្បាលឬកញ្ចឹងកដើម្បីបញ្ចប់ការប្រមាញ់ឲ្យបានលឿនចំណីរបស់វារួមមាន Capybara ក្តាន់ស្វាពស់និងសូម្បីតែកូនក្រពើ Cayman តូចៗទោះបីជា Jaguar មានកម្លាំងខ្លាំងក្លាក៏ដោយវាកម្រវាយប្រហារមនុស្សណាស់ហើយភាគច្រើនវានឹងជៀសវាងការជួបជាមួយមនុស្សលេខរៀងទី2 Green Anaconda ពស់ថ្លាន់យក្ស Anaconda គឺជាពស់ដែលមានទម្ងន់ធ្ងន់ជាងគេនៅលើពិភពលោកវាអាចមានប្រវែងពី6ទៅ8ម៉ែត្រហើយមានទម្ងន់លើសពី200គីឡូក្រាមរាងកាយដ៏ធំរបស់វាបានធ្វើឲ្យវាក្លាយជាសត្វប្រមាញ់ដ៏គួរឲ្យខ្លាចបំផុតមួយនៅក្នុងព្រៃអាម៉ាហ្សូន Anaconda ចំណាយពេលភាគច្រើននៅក្នុងទឹកព្រោះទឹកជួយទ្រទម្ងន់រាងកាយដ៏ធំរបស់វានឹងលាក់ខ្លួនក្រោមផ្ទៃទឹកដោយបង្ហាញតែកែវភ្នែកនិងរន្ធច្រមុះនៅពេលក្តាន់ Capybara ឬសត្វផ្សេងចូលមកផឹកទឹកវានឹងចាប់ភ្លាមរួចប្រើរាងកាយដ៏រឹងមាំរបស់វារឹតចំណីនៅពេលដែលចំណីលែងមានចលនាវានឹងលេបចំណីទាំងមូលដោយចាប់ផ្ដើមពីក្បាលបន្ទាប់ពីស៊ីអាហារធំមួយពេលវាមិនចាំបាច់ស៊ីអាហារម្ដងទៀតអស់ជាច្រើនសប្តាហ៍ឬរហូតដល់រាប់ខែលេខរៀងទី1ដែលជាអ្នកប្រមាញ់ដ៏គ្រោះថ្នាក់បំផុតប្រចាំព្រៃអាម៉ាហ្សូនគឺ Harpy Eagle មានទំហំធំអាចមានស្លាបទទឹងជិត2ម៉ែត្រនិងមានក្រញាំធំមុតដូចក្រចកសត្វសាហាវកម្លាំងក្រញាំរបស់វាខ្លាំងណាស់ដែលអាចចាប់សត្វដែលមានទម្ងន់ជាច្រើនគីឡូក្រាមពីលើដើមឈើបាន Harpy Eagle គឺជាអ្នកប្រមាញ់ពីលើអាកាសវាមិនហោះស្វែងរកចំណីនៅលើមេឃបើកចំហដូចឥន្ទ្រីមួយចំនួនទេប៉ុន្តែវាហោះលាក់ខ្លួននៅក្នុងស្រទាប់ដើមឈើក្រាស់នៅពេលឃើញចំណីវានឹងបត់ស្លាបហោះចុះយ៉ាងលឿនដោយស្ងៀមស្ងាត់មុននឹងប្រើក្រញាំដ៏រឹងមាំចាប់ចំណីដោយមិនឲ្យមានឱកាសរត់គេចបន្ទាប់ពីចាប់បានវានឹងយកចំណីឡើងទៅលើដើមឈើដើម្បីសុវត្ថិភាពពីសត្វប្រកួតប្រជែងផ្សេងសរុបជារឿងមកព្រៃអាម៉ាហ្សូនមិនមែនគ្រាន់តែជាព្រៃធំមួយនៅលើផែនដីនោះទេប៉ុន្តែវាជាផ្ទះរបស់សត្វរាប់លានប្រភេទតែសត្វទាំងអស់នោះមានសមត្ថភាពពិសេសសម្រាប់រស់រានមានជីវិតសត្វទាំង10ដែលយើងបានស្គាល់នៅថ្ងៃនេះបង្ហាញឲ្យឃើញថាធម្មជាតិអាចបង្កើតសត្វដែលមានទាំងភាពស្រស់ស្អាតនិងមានអំណាចដ៏អស្ចារ្យប៉ុន្តែសូមចងចាំថាសត្វទាំងនេះភាគច្រើនមិនចង់វាយប្រហារមនុស្សទេពួកវាគ្រាន់តែការពារខ្លួននិងរស់នៅតាមច្បាប់ធម្មជាតិរបស់ពួកវាតែប៉ុណ្ណោះសូមអរគុណសម្រាប់ការទស្សនាសូមកុំភ្លេចជួយចុច follow និង subscribe ដើម្បីទទួលបានវីដេអូថ្មីៗអំពីអាថ៌កំបាំងនិងការពិតដែលគួរចាប់អារម្មណ៍នៅជុំវិញពិភពលោក